កតាបកិច្ចរបស់ប្រជាពលរដ្ឋនៅពេលដែលប្រទេសកំពុងតែជួបសង្គ្រាមការការពារដែនដីមិនមែនពឹងផ្អែកទៅលើយោធាតែមួយមុខប៉ុណ្ណោះទេប៉ុន្តែប្រជាពលរដ្ឋពិតជាមានកាតព្វកិច្ចសំខាន់ក្នុងការជួយឲ្យប្រទេសទទួលបានជ័យជំនះនិងសុវត្ថិភាពផងដែរក្នុងអំឡុងពេលដែលមានសង្គ្រាមខ្ញុំជាយុវជនម្នាក់ខ្ញុំត្រូវតែមានការជឿទុកចិត្តទៅលើរាជរដ្ឋបាលអ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺយើងត្រូវជួយទៅតាមលទ្ធភាពដែលយើងអាចធ្វើបានដូចជាចូលរួមជាថវិកាបន្តិចបន្តួចនិងកម្លាំងពលកម្មដែលយើងអាចធ្វើបានទូនទីខ្ញុំដែលជាយុវជនក្នុងពេលប្រទេសជាតិកំពុងតែមានសង្គ្រាមបែបនេះអ្វីដែលខ្ញុំអាចចូលរួមធ្វើបានខ្ញុំមកចូលរួមក្នុងការអនុវត្តទៅតាមគោលការណ៍ទៅតាមព័ត៌មានដែលរដ្ឋាភិបាលគាត់ប្រកាសឲ្យប្រជាជនយើងអនុវត្តតាមក្នុងកំឡុងប្រទេសស្ថិតនៅក្នុងស្ថានភាពសង្គ្រាមក្នុងនាមខ្ញុំជាយុវជនអ្វីដែលខ្ញុំគួរតែធ្វើទី1នោះគឺការចែករំលែកនៅព័ត៌មានដែលមានប្រភពច្បាស់លាស់ដូចជាចេញពី page របស់នាយករដ្ឋមន្ត្រីផ្ទាល់ក៏ដូចជា page របស់ក្រសួងការពារជាតិផ្សេងហើយអ្វីដែលយើងមិនគួរធ្វើនោះគឺការចែករំលែកនៅព័ត៌មានคล้ายៗនិងព័ត៌មានណាដែលធ្វើឲ្យបាក់ទឹកចិត្តដល់កងទ័ពដែលគាត់កំពុងតែធ្វើសង្គ្រាមដូចជាការខូចខាតឬក៏ការបាត់បង់ជីវិតអីអញ្ចឹងធ្វើឲ្យពួកគាត់នឹងបាក់ស្មារតីអត់ហ៊ានបន្តឬក៏អត់ហ៊ានប្រយុទ្ធបន្តទៀតអញ្ចឹងណាក្នុងនាមខ្ញុំជាយុវជនពីររូបនៅខណៈពេលប្រទេសមានសង្គ្រាមបែបនេះខ្ញុំនឹងព្យាយាមទាំងកម្លាំងកាយទាំងកម្លាំងចិត្តដោយធ្វើការទៅជួយក្នុងការរៀបចំសម្ភារៈសម្រាប់ជនភៀសសឹកឬក៏កងទ័ពជួរមុខហើយពាក់ព័ន្ធជាមួយនឹងថវិកាយើងនឹងព្យាយាមឲ្យអស់ប្រសិទ្ធភាពនៅអ្វីដែលយើងមានធ្វើវីដេអូនេះដើម្បីជាសារដាស់តឿនដល់សិស្សានុសិស្សយុវជនមិត្តរួមជាតិរបស់យើងដើម្បីឲ្យពួកគាត់នៅតែរក្សាការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់ព្រោះវាគឺជាឱកាសតែមួយគត់ដែលបន្សល់ទុកដោយអ្នកដែលគាត់បានលះបង់សម្រាប់យើងពីមុនមកពង្រឹងស្មារតីកុំបីអារម្មណ៍រួមរួបសាមគ្គីភាពគ្នាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋនៅពេលដែលប្រទេសកំពុងតែជួបសង្គ្រាម 1. ការការពារដែនអធិបតេយ្យនិងការគោរពច្បាប់ប្រជាពលរដ្ឋត្រូវគោរពច្បាប់និងបទបញ្ជារដ្ឋាភិបាលមិនបង្កើតចលនាគ្រប់គ្រងគូប្រកួតប្រជែងឬបញ្ចេញព័ត៌មានបោកប្រាស់ដែលប៉ះពាល់ដល់សន្តិសុខជាតិ 2. ជួយរដ្ឋាភិបាលក្នុងការចែករំលែកព័ត៌មានត្រឹមត្រូវពេលសង្គ្រាមព័ត៌មានជាអាវុធដ៏គ្រោះថ្នាក់ពលរដ្ឋត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតនិងបង្កការភ័យខ្លាចត្រូវចែករំលែកព័ត៌មានផ្លូវការពីអាជ្ញាធរ 3. ស្ម័គ្រចិត្តជួយយោធានិងមន្ទីរសុខាភិបាលជួយផ្គត់ផ្គង់ឈាមសម្ភារៈឬវត្ថុផ្សេងៗដូចជាអាហារឬក៏សម្លៀកបំពាក់ដើម្បីជួយសង្គ្រោះគ្នាយើងបាន 4. ការរួមចំណែកសេដ្ឋកិច្ចបន្តធ្វើការងារដែលជួយប្រទេសបន្តដំណើរការងារដូចជាឧស្សាហកម្មកសិកម្មដឹកជញ្ជូនសេវាកម្មឬក៏ការរៀនសូត្រជាដើម 5. ជួយរក្សាសន្តិសុខក្នុងសហគមន៍ជួយរាយការណ៍សកម្មភាព